ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថ្លែងថាការនាំយកឈើទៅលក់នៅក្រៅប្រទេសរបស់អង្គការទ្រីភិបគឺស្របច្បាប់មិនដោយការចោទប្រកាន់របស់អង្គការឃ្លាំមើលពិភពលោក Global Witness ទេប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការតាក់ទងព្រៃឈើយល់ថាការថ្លែងនេះគឺបំភ្លៃពីការពិតដើម្បីកុំឲ្យលោកទ្រីភិបនិងអ្នកពាក់ព័ន្ធមានទោសចាលោកប្រាជែវរាយការណ៍ព័ត៌មាននេះផ្ទុយពីរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក Global Witness ដែលរកឃើញថាលោកអង្គទ្រីភិបជាមេខ្លោងរកស៊ីឈើខុសច្បាប់យកទៅលក់នៅប្រទេសចិននោះនៅថ្ងៃទី9 ខែកុម្ភៈរដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងចំពោះមុខក្រុមការងាររបស់គណៈកម្មការទី1នៃរដ្ឋសភាថាលោកទ្រីភិបនាំឈើចេញទៅលក់នៅបរទេសគឺមានច្បាប់ទម្លាប់ត្រឹមត្រូវរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកអុករាប៊ុនមានប្រសាសន៍ថារបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក Global Witness មិនបានពិនិត្យច្បាស់លាស់ពីនីតិវិធីនៃការនាំឈើចេញឡើយលោកបញ្ជាក់ថាប្រសិនបើការនាំឈើចេញរបស់លោកទ្រីភិបគ្មានច្បាប់ត្រឹមត្រូវក៏គេមិនអាចថតរូបឈើដែលនាំចេញនៅកំពង់ផែបានដែរ Global Witness គាត់ថាហ្នឹងក៏តាមពិតទៅអំពីការនាំចេញឈើយើងមាននីតិវិធីច្បាស់លាស់រដ្ឋាភិបាលធ្លាប់មានអនុវត្តតាមនីតិវិធីមិនមានការខុបខិតទេមាននីតិវិធីដើម្បីនាំចេញច្បាស់លាស់បើមិនជាខុបខិតទេក៏មិនអាចថតបានទាំងកុងតឺន័រមកទៅកន្លែងនៅកំពង់ផែនៅអីចឹងទេរបាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោកជាភាសាអង់គ្លេស Global Witness មានចំណងជើងថាតម្លៃឈើប្រណិតដែលបានតាមដានការចរាចរណ៍ឈើប្រណិតលោកអង្គទ្រីភិបអស់រយៈពេល8ខែបានចេញផ្សាយកាលពីសប្តាហ៍មុនសរសេរថាចិនបានចំណាយលុយរាប់លានដុល្លារសហរដ្ឋអាមេរិកទៅទីផ្សារងងឹតដើម្បីធ្វើពាណិជ្ជកម្មឈើដោយទិញឈើក្រញូងពីកម្ពុជាដោយលោកអង្គទ្រីភិបជាអ្នកដឹកនាំនៃបណ្ដាញកាប់ព្រៃឈើខុសច្បាប់និងមានអ្នកកាងពីក្រោយជាមន្ត្រីយោធាប៉ូលីសនិងមន្ត្រីគយបន្ថែមពីរបាយការណ៍នេះមន្ត្រីអង្គការឃ្លាំមើលពិភពលោក Global Witness អ្នកស្រី Megan Massinel ធ្លាប់ផ្ដល់បទសម្ភាសន៍មកវិទ្យុអាស៊ីសេរីថាអង្គការ Global Witness មានភស្តុតាងគ្រប់គ្រាន់ដែលរកឃើញថាលោកអង្គទ្រីភិបកំពុងលក់ឈើទៅទីក្រុងហុងកុងហើយបញ្ជូនបន្តទៅប្រទេសចិនអ្នកស្រី Megan បញ្ជាក់ថាក្នុងមួយខែលោកទ្រីភិបចំណេញឈើជិតទៅដល់$6 លានសហរដ្ឋអាមេរិកប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោកអ៊ូចលេងឲ្យដឹងថាលោកអង្គទ្រីភិបមានចេតនាបំផ្លាញព្រៃឈើឲ្យអស់ពីប្រទេសកម្ពុជាលោកថាក្រុមហ៊ុននេះកាប់ឈើអស់ពីតំបន់មួយទៅតំបន់មួយនិងឆ្លងពីខេត្តមួយចូលទៅខេត្តមួយផ្សេងទៀតលោកថាការដែលមន្ត្រីរដ្ឋាភិបាលការពារលោកទ្រីភិបដូចនេះព្រោះរដ្ឋាភិបាលបានគ្រប់គ្រងសកម្មភាពកាប់ឈើរបស់ក្រុមហ៊ុនទ្រីភិបនៅតាមតំបន់កំណែនមួយចំនួននៅពងសាច់នៅឧត្តមជ័យព្រះវិហារជាដើមដូចជាតំបន់នៅអានសេះនិងតំបន់ស្មោះកដុំគឺឈើប្រណិតនិងដើមឈើធំៗត្រូវបានរលាយអស់ទៅហើយគឺសល់ប្រហែលជាឈើដើមឈើទូទៅប៉ុណ្ណោះនៅអានសេះគឺឃ្លាំងឈើរបស់គាត់ត្រូវបានទុកចោលហើយគាត់មិនមានដំណើរការនេះហើយគឺបញ្ជាក់អំពីការមានចេតនាមួយគឺបំផ្លាញកំផាញប្រជាជនខ្មែរឲ្យជំនះហំហោចតែម្ដងវិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីលោកអង្គទ្រីភិបបានទេនៅថ្ងៃទី9 ខែកុម្ភៈដោយអ្នកលើកទូរស័ព្ទរបស់លោកថាមិនមែនជាលេខរបស់លោកអង្គទ្រីភិបរបាយការណ៍របស់ Global Witness បង្ហាញទៀតថាលោកអង្គទ្រីភិបទទួលបានសិទ្ធិពិសេសក្នុងការកាប់ឈើនិងទទួលទិញឈើពីសមត្ថកិច្ចដែលរឹបអូសបានពីក្រុមឈ្មួញរកស៊ីឈើផ្សេងៗទៀតហើយលក់ចេញទៅក្រៅប្រទេសប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោកអ៊ូចលេងយល់ថាការថ្លែងរបស់មន្ត្រីរដ្ឋាភិបាលនៅពេលនេះគឺដើម្បីការពារអង្គទ្រីភិបនិងបកពួកគេផ្សេងទៀតមិនឲ្យមានការផ្ដន់ទោសនិងថាលោកអង្គទ្រីភិបគ្រាន់តែជាតួសម្ដែងម្នាក់ក្នុងវងល្បែងបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះខ្ញុំប្រាជេវវិទ្យុអាស៊ីសេរីភ្នំពេញ